នៅជាជើងភ្នំដ៏ស្ងប់ស្ងាត់មានភូមិតូចមួយព័ទ្ធជុំវិញដោយវាលស្រែនិងព្រៃបៃតងពេលព្រឹកពន្លឺព្រះអាទិត្យរះប៉ះលើស្លឹកឈើដែលស្រក់ទឹកសន្សើមបង្កើតជាទិដ្ឋភាពស្រស់ស្អាតនិងស្ងប់សុខខ្យល់ត្រជាក់បក់កាត់តាមដើមឫស្សីធ្វើឲ្យឮសូរស្លឹកឈើរវើករវើកលាយឡំជាមួយសំឡេងសត្វស្លាបដែលច្រៀងទទួលថ្ងៃថ្មីនៅចុងភូមិមានផ្លូវតូចមួយកាត់ចូលព្រៃផ្លូវនោះមិនធំទូលាយទេប៉ុន្តែជាផ្លូវដែលអ្នកភូមិប្រើរាល់ថ្ងៃដើម្បីទៅវាលស្រែរកអុសប្រមូលផ្សិតនិងរកផ្លែឈើព្រៃមនុស្សគ្រប់គ្នាតែងដើរឆ្លងកាត់ដោយភាពស្ងប់ស្ងាត់និងគោរពធម្មជាតិក្បែរផ្លូវនោះមានបុរសវ័យចំណាស់ម្នាក់រស់នៅក្នុងខ្ទមតូចមួយគាត់មិនមានទ្រព្យសម្បត្តិច្រើនឡើយប៉ុន្តែគាត់មានចិត្តល្អនិងចូលចិត្តជួយអ្នកដំណើររៀងរាល់ព្រឹកគាត់តែងសម្អាតផ្លូវដកមែកឈើដែលដួលរាំងផ្លូវប្រមូលថ្មធំចេញនិងជួសជុលស្ពានឈើតូចៗដែលខូចដោយទឹកភ្លៀងការងាររបស់គាត់មិនដែលមាននរណាសរសើរឡើយមនុស្សភាគច្រើនគ្រាន់តែដើរឆ្លងកាត់ដោយមិនបានដឹងថាផ្លូវដែលពួកគាត់ដើររាល់ថ្ងៃមានភាពងាយស្រួលដោយសារការខិតខំរបស់បុរសចំណាស់នោះពេលវេលាបានកន្លងផុតទៅព្រៃកាន់តែបៃតងឯផ្លូវតូចនោះក៏នៅតែស្អាតដដែលអ្នកដំណើរចាប់ផ្ដើមមានអារម្មណ៍ថាការធ្វើដំណើរតាមផ្លូវនេះមានភាពងាយស្រួលនិងមានសុវត្ថិភាពជាងមុនអ្នកខ្លះចាប់ផ្ដើមជួយរើសសម្រាមអ្នកខ្លះទៀតជួយដាំកូនឈើនៅសងខាងផ្លូវបន្តិចម្ដងផ្លូវតូចមួយនេះបានក្លាយជាផ្លូវដែលពោរពេញដោយម្លប់ឈើនិងផ្កាព្រៃចម្រុះពណ៌រដូវវស្សាបានមកដល់ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃទឹកហូរខ្លាំងប៉ុន្តែដោយសារមានដើមឈើជាច្រើនសំណឹកដីមិនបានបំផ្លាញផ្លូវដូចមុនទេស្ពានតូចដែលតែងតែត្រូវបានថែរក្សាក៏នៅតែអាចឆ្លងកាត់បានដោយសុវត្ថិភាពក្រោយភ្លៀងឈប់ព្រៃកាន់តែស្រស់បំព្រងការព្រៃរីកគ្រប់ទីកន្លែងសត្វស្លាបត្រឡប់មកច្រៀងវិញហើយសត្វកំប្រុកតូចរត់លេងពីដើមឈើមួយទៅដើមឈើមួយទិដ្ឋភាពទាំងមូលពោរពេញដោយភាពស្ងប់សុខនិងរស់រវើកថ្ងៃមួយបុរសចំណាស់បានឈឺហើយមិនអាចចេញមកសម្អាតផ្លូវបាននៅពេលនោះអ្នកភូមិទើបដឹងថាកន្លងមកគាត់បានធ្វើការលំបាកប៉ុណ្ណាមនុស្សគ្រប់គ្នាបានមកជួយគាត់អ្នកខ្លះសម្អាតផ្លូវអ្នកខ្លះជួសជុលស្ពានអ្នកខ្លះដាំកូនឈើថ្មីផ្លូវតូចមួយដែលធ្លាប់ថែទាំដោយមនុស្សតែម្នាក់បានក្លាយជាការទទួលខុសត្រូវរបស់អ្នកភូមិទាំងមូលចាប់តាំងពីថ្ងៃនោះមកផ្លូវក្នុងព្រៃនៅតែស្អាតនិងស្រស់បំព្រងអ្នកដំណើរគ្រប់រូបតែងតែឈប់សម្រាកក្រោមម្លប់ដើមឈើស្ដាប់សំឡេងខ្យល់និងសំឡេងបក្សីដោយមានអារម្មណ៍ថាភាពសុខសាន្តកើតឡើងចេញពីការចេះជួយគ្នានិងយកចិត្តទុកដាក់ចំពោះអ្វីតូចនៅជុំវិញខ្លួនពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំផ្លូវតូចនោះនៅតែជាផ្លូវដែលមនុស្សស្រឡាញ់ជាងគេក្នុងភូមិវាមិនមែនដោយសារវាជាផ្លូវធំបំផុត
ឬស្រស់ស្អាតបំផុតនោះទេប៉ុន្តែដោយសារវាជាផ្លូវដែលបង្រៀនឲ្យមនុស្សចេះរួមគ្នាថែរក្សាចេះជួយគ្នាដោយមិនរងចាំការតបស្នងនិងចេះឲ្យតម្លៃលើភាពល្អតូចៗដែលអាចផ្លាស់ប្ដូរជីវិតអ្នកដទៃបានការធ្វើអំពើល្អតូចមួយជារៀងរាល់ថ្ងៃអាចបង្កើតការផ្លាស់ប្ដូរដ៏ធំសម្រាប់មនុស្សជាច្រើននិងសម្រាប់សហគមន៍ទាំងមូលសូមអរគុណសម្រាប់ការចំណាយពេលស្ដាប់រឿងនិទាននេះប្រសិនបើអ្នកចូលចិត្តកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងថ្មីៗបន្តទៀត